លោកស្រីនៅរកនេះស្វាគមន៍មកកាន់សាយរឿងចិនច័ន្ទជាស្រ័យខ្លាំងមែនទែនឡាតបានចេញយ៉ាងចិនច័ន្ទហើយរឿងផ្សេងៗនៅចេញធម្មតាដោយសារខ្ញុំខ្ជិលកាត់វីដេអូដល់ពេលយ៉ាងចែកឡាតទៅតែមិនតែយើងចូលទៅកាន់សាយរឿងចិនច័ន្ទដែរទៅហើយមុនចូលនឹងក៏អរគុណទៅកាន់បងមុនធឿនចំនួន50សេនផងដែរចេះទៅក៏ដណែតមកហាងយូរដែរដណែតតាំងវីដេអូមុនខណៈខ្ញុំអត់បានធ្វើរឿងចិនច័ន្ទចឹងក៏អត់ដាក់ហ្មងទៅហើយក៏ប្រហែលជាខ្ញុំចិត្តបង្កើតក្រុម VIP មួយដែរចាំមើលរឿងស្ងាត់សង្គ្រាមទីសិនហើយណាមួយទៀតចាំចំណាយរបស់ខ្ញុំឡើង 10k ចាំចាប់ដើមហ្មងទៅបើសិនមិនមែនគ្នាយើងកំទៅច្រើនហ្នឹងហើយប្រហែលជាខ្ញុំអត់មានដាក់ចំណាយណាញ៉ៃទេដាក់តែចំណាយ full flow មួយគាត់គ្រឿងទាំងអស់គឺស្របចូលនៅក្នុងចំណាយហ្នឹងតែម្ដងហើយចំពោះនៅក្នុងក្រុម VIP ហ្នឹងខ្ញុំនឹងដាក់3រឿងនៅក្នុង Martin ហើយចំពោះរឿងចិនយ៉នក៏នៅក្នុងចំណោមហ្នឹងផងដែរមួយទៀតគឺរឿងសិនយ៉នចំណាយរឿងមួយទៀតយើង random ហើយចំពោះរឿងមួយទៀតខ្ញុំមែនហើយវាក៏ចេញមកច្រើនផងដែរជាប្រភេទរឿងតែមួយជាមួយនឹងរឿងសិនយ៉នចិនយ៉ននេះហើយរឿងនៅក្រុមរបស់ខ្ញុំនឹងខ្ញុំព្យាយាម update ចូលទៅ flow ប្រភេទបច្ចុប្បន្នច្រើនជាងដោយសារflow នៃការនិយាយរបស់ខ្ញុំនឹងប្រហែលជាស៊ីជាមួយនឹងការនិយាយរឿងបច្ចុប្បន្នច្រើនជាងរឿងបុរាណប្រភេទវាយគ្នាអីចឹងទៅប៉ុន្តែបើនិយាយពីការចំណងចំណូលចិត្តវិញខ្ញុំចូលចិត្តរឿងវាយគ្នាច្រើនជាងគាត់ថារឿងដែលខ្ញុំចូលចិត្តហ្នឹងក៏មិនសូវមានចេញមកដែរចឹងហើយយើងធ្វើតាមដំណើរទៅហើយចំពោះរឿងសិនយ៉នគឺដំណើរការរបស់វាកំពុងតែចេញនោះទេវាមិនតាន់ចេញចប់ឡើយប៉ុន្តែឆិនយ៉នគឺចេញចប់បាត់ហើយអាចថាបើសិនបើធ្វើរហងៃនោះសិនយ៉នច្បាស់ជាត្រូវធ្វើចប់មុនជាមិនខានមុននឹងឆិនយ៉នហើយបើនិយាយពីថាឆិនយ៉នវិញដោយសារខ្ញុំដាក់ឲ្យគ្នាយើងមើល20នាទីចឹងនៅក្នុងមួយវីដេអូប្រហែលជា8ឬក៏10 chapter ឬក៏អាចលើសនឹងទៀតផងដោយសារតែខ្ញុំអត់ចង់សូនសាញច្រើនហើយប្រហែលជារឿងសិនយ៉នក៏ទៅតាមនឹងផងដែរគណៈដោយសាររឿងសិនយ៉នសាច់រឿងដំបងចឹងខ្ញុំរៀងនិយាយគ្នាយើងចូលសាច់រឿងច្រើនហើយណាមួយទៀតដើម្បីបញ្យល់ខ្លួនឯងផងដោយសារការបកប្រែខ្ញុំជួនកាលវាអត់ត្រូវ 100% ទេជួនកាលនិយាយខ្វះចន្លោះដោយសារខ្ញុំអត់មានទៅមើលសាច់រឿងមុនទេសាច់រឿងដែលខ្ញុំបានមើលត្រឹមតែពី3 chapter មុនតែប៉ុណ្ណោះចឹងហើយក៏ជាស្រ័យផងហើយមានតែប៉ុណ្្នឹងទេយើងចូលទៅកាន់សាច់រឿងរបស់យើងយកតែម្ដងទៅដោយសារតែខ្ញុំស្រែតាំងពីម៉ោង5រហូតដល់ម៉ោង1យប់នេះចឹងហើយសលេងក៏វារៀងស្អកតាមនឹងដែរមិនថាខ្ញុំស្រែចប់រហូតទៅគឺខ្ញុំស្រែដាច់ដើម្បីកាត់វីដេអូដែរកុំឲ្យសលេងវាទៅខ្លាំងពេកប៉ុន្តែយូរទៅវាពងចាប់ដើមជាកទៅហើយសាច់រឿងរបស់យើងពេលនេះបានចាប់ដើមបង្ហាញនៅកន្លែងរបស់ស៊ូថងយកតែម្ដងហើយនាងកំពុងតែមើលខរបស់ឆិនយ៉នផងដែរកំពុងតែគិតថាគួរតែតេតងទៅកាន់កតហត់ហើយណាមួយទៀតគំលេរវាងអ្នកទាំងពីរហ្នឹងគឺខុសគ្នាខ្លាំងមែនទែនហើយដូចជាអ្នកទាំងពីរគឺរស់នៅក្នុងពិភពផ្សេងគ្នាបាត់ហើយឥឡូវនេះយើងបានឃើញណាមនុស្សប្រុសម្នាក់ក៏បានសួរថាតើនាងអត់អីទេមែនថ្ងៃហ្នឹងនាងអត់អីទេអាកូនហ្នឹងមិនដឹងថាជាសង្សារឬក៏ជាមិត្តភក្តិរបស់នាងឡើយប៉ុន្តែវាគួរតែដល់ពេលហើយដល់ពេលដែលនាង move on បំភ្លេចពីឆិនយ៉នហើយចាប់ផ្ដើមជីវិតថ្មីនិងតំណែងថ្មីផងដែរសាច់រឿងរបស់យើងក៏បានកាន់នៅពេលដែលនាងជាមួយនឹងអាកូនមួយហ្នឹងបានមកដល់ទីកន្លែងមួយទៀតព្រោះជាអាកូនមួយហ្នឹងក៏បានសួរទៅកាន់នាងតើនាងបានមើលព្រឹត្តិការណ៍ថ្មីនេះរបស់ប្រទេសពួកគេអត់នាងអត់សូវដឹងមែនទេបើសិនបើវាធ្វើឲ្យកក់ស្បាយក៏នាងចូលចិត្តតាមហ្នឹងដែរបើនាងអត់ដឹងទេចឹងគេប្រាប់ហ្មងទៅក៏បង្ហាញទូរស័ព្ទហើយនោះគឺជារូបរបស់តួឯកផលរបស់យើងដែលបានលេងឈ្នះក៏ដូចជាទទួលបាននៅប្រាក់រង្វាន់ហ្នឹងឯងអាកូនហ្នឹងបាននិយាយអំពីឆិនយ៉នខ្លាចទៅជានិមិត្តរូបរបស់ខ្លួនហើយនៅពេលដែលឃើញរូបឆិនយ៉នចឹងនាងចាប់ផ្ដើមយំយកតែម្ដងដោយសារតែនាងមិនអាចបំភ្លេចពីឆិនយ៉នមែននោះទេនាងសម្រេចចិត្តហើយថានាងនឹងយកឆិនយ៉នខ្លាចទៅជារង្វាន់នាងអត់បានសេរឿងរបស់យើងក៏បានកាន់មកខាងឆិនយ៉នរបស់យើងវិញយើងបានឃើញថាឡើយនេះពិបាកខ្លាំងដែរសូម្បីតែបងស្រីរបស់គេម៉ងជាមួយនឹងស៊ីលូហើយហ្នឹងកំពុងតែសើទៅកាន់ប្រូឆិនយ៉នប្រសាតែឥឡូវគាត់ល្បីពេញទូពេញទស្សនាវដ្តីគាត់ខ្សែហ្នឹងពេញទាំងអស់បើនិយាយទៅអ្នកទាំងពីរគាត់ថាវាគឺជារឿងល្អប៉ុន្តែចំពោះឆិនយ៉នគឺជារឿងអាក្រក់ធ្វើឲ្យអ្នកទាំងពីរឆ្ងល់បើមិនរឿងអាក្រក់មិនដោយសារបើបញ្ចេញទៅគេច្បាស់ជាដឹងថាខ្លួនហ្នឹងមានតែកុសលច្រើនចឹងហើយពេលក្រោយច្បាស់ជាបានរក profit ជាសំខាន់ហើយឡើយផងដែរគេបានទទួល skill ថ្មីមួយពី system ដែលវាគឺជាចំណេញពេទ្យបុរាណហើយបើមានពេលគេនឹងសាឡបងវាប៉ុន្តែនៅពេលនោះចំណាប់អារម្មណ៍នោះអ្នកក៏បានកើនឡើងចំពោះគេផងដែរដោយសារតែប្រវត្តិកម្មរបស់ឆិនយ៉នរបស់យើងចឹងហើយខ្ញុំសុំទេថាគឺជាស៊ូថងដោយសារតែគេក៏ប្រាប់ឈ្មោះថាពីណានោះទេស្រីរបស់យើងក៏បានកើនមកដល់ទីក្រុងតូចមួយនៅខាងជើងនៃប្រទេសចិនមិត្តភក្តិរបស់ស៊ីយីងបាននិយាយថាចាប់តាំងពីនាងគឺបានបាយពីសង្សាររបស់នាងហើយនោះដូច្នេះហើយវាកាលល្អខ្លាំងមែនទែនក្នុងការតាក់ទងជាមួយនឹងក្រាស់របស់នាងអបលាវស៊ូចាងអាកូននឹងបានត្រឡប់មកវិញហើយណាមួយទៀតនាងគឺបានលួចក្រាស់អាកូននឹងអស់រយៈពេលយ៉ាងយូរបញ្ញាប់ទៅយកទៅក្រោយគាត់ប៉ុន្តែប្រហែលជាវាគ្រាន់តែជារឿងពីមុនតែប៉ុណ្ណោះឡើយនេះសម្រាប់ការមើលនៅការលេង basketball របស់គាត់វាហាក់ដូចជាខ្ញុំគឺមិនអាចណាយាយគឺដឹងហើយ
ដោយសារតែនាងគឺបានគិតពីឈិនយ៉នការលេងរបស់ឈិនយ៉នហ្នឹងធ្វើឲ្យនាងគិតថាគ្មាននរណាម្នាក់ដូចជាគាត់នោះទេមិត្តភ័ក្តិរបស់នាងក៏ដឹងថាបើហើយជាអនាគតមិត្តប្រុសរបស់នាងស្តង់ដារខ្ពស់ជាងអាប៉ាលីវស៊ូឆាងហ្នឹងហើយមើលទៅស៊ូថងក៏បានបើកទូរស័ព្ទរបស់នាងមើលហើយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែព័ត៌មានរបស់តួឯករបស់យើងបានបដូរទៅកាន់អាប៉ាគីម៉ារ៉ាចំណែកអាប៉ាលីវស៊ូឆាងវិញកំពុងតែរេនោះហៅទៅកាន់ស៊ីយីងសៅយូឲ្យយកទៅគេប៉ុន្តែបាត់ទៅកាន់ស៊ីយីងបាត់ទៅហើយសេរបស់យើងក៏បានត្រឡប់មកខាងឈិនយ៉នវិញយើងបានឃើញថាលីលីរបស់យើងក៏បានទេមកកាន់ឈិនយ៉នផងដែរឈិនយ៉នសួរថាមានបញ្ហាមែនបត់មានអីខ្ញុំអត់អាចទេទៅទេមែនអូមានទេអាចទេបានគ្រប់ពេលហ្នឹងដោយសារតែពួកយើងមានអ្នកនៅងនឹងគ្នាវាគ្មានអីច្រើនទេគេគ្រាន់តែចង់ទេទៅកាន់ឈិនយ៉នដើម្បីអបអរសាទរទេដែលបានយកឈ្នះទៅកាន់អបគីមរ៉ាតែប៉ុណ្ណោះគ្មានអីទេវាគ្រាន់តែជាស្នែងហើយនាងក៏បានសួរទៅកាន់ឈិនយ៉នវិញតើលោកមានកម្រងរស់នៅទីកន្លែងនោះរហូតមែនអត់ត្រឡប់មកវិញទេមែនទេខ្ញុំមកទីកន្លែងនេះវាគ្រាន់តែជាវិស្មការរដូវ Summer តែប៉ុណ្ណោះហើយខ្ញុំនឹងត្រឡប់ទៅវិញនៅពេលដែលស្លាចាប់ដើមនាងនឹងរងចាំធ្វើបាយម្ហូបឲ្យឈិនយ៉នរបស់យើងឈិនយ៉នបានគិតទៅកាន់លីលីពេលខ្លះនាងហាក់ដូចជាចាស់ទុំពេកហើយនាងគឺជាមនុស្សស្រីម្នាក់ដែលធ្លាប់តែជ្រឹកក្តៅឈាមរាវម៉ាត់ប៉ុន្តែឥឡូវនេះនាងគឺបានផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនតើវាគឺដើម្បីតែខ្ញុំមែនគេតែងតែឃើញនាងធ្វើរឿងអីមួយដែលជាការលះបង់សម្រាប់តែគេជាដែលធ្វើឲ្យគេអត់គិតអត់បានគេអាចផ្ដល់លុយជាច្រើន 10,000 លេនទៅកាន់មនុស្សស្រីផ្សេងទៀតប៉ុន្តែគេគួរតែផ្ដល់វាលើសពីហ្នឹងឲ្យទៅកាន់លីលីហើយបើនិយាយទៅលីលីហ្នឹងគឺជាតួអង្គដែលខ្ញុំចូលចិត្តជាងគេនិយាយទៅស្រឡាញ់តាំងពីដើមមករាល់ទង្វើរបស់នាងមួយបើឈិនយ៉នមើលមិនឃើញឬក៏ចាប់មិនបានទេនាងគឺជួយឈិនយ៉នពីក្រោយរហូតមកអាហ្នឹងបើនិយាយពីថាឈិនយ៉នគឺជាមនុស្សធម្មតាវិញលក្ខណៈថាភាពជោគជ័យរបស់បរិមម្នាក់គឺមានស្ត្រីដ៏រឹងមាំដូចជាលីលីនៅពីក្រោយអញ្ចឹងបើមកកាន់សាច់រឿងរបស់យើងវិញយើងបានឃើញថាមឹងកំពុងតែរៀបចំឲ្យបានដើម្បីផ្លាស់ប្ដូរចេញពីទីកន្លែងហ្នឹងផងដែរឈិនយ៉នក៏បានសួរអាណាក៏អោដែលបងបានតែញ៉ៅណៃមើលឡើងមកលុះម៉ែចាំបងយកទៅក៏បានដែរ Realis អរគុណច្រើនអញ្ចឹងទៅយកតែខ្លួនទៅអ្វីខ្ញុំបងរៀបចំទៅនាងគឺបានគិតថានៅពេលដែលនាងមានបងប្អូនដូចជាឈិនយ៉នអញ្ចឹងគាត់តែងតែ take care នាងហើយនៅពេលដែលមានឈិនយ៉ននាងមានអារម្មណ៍ថាសប្បាយភាពប៉ុន្តែតែគាត់បានកត់សម្គាល់ថាមានអីផ្លាយអត់តែខ្ញុំគួរតែរកឱកាសមួយដើម្បីបកស្រាយប្រាប់គាត់ថាពួកយើងមិនជាបងប្អូននឹងគ្នានោះទេបើសិនបើគាត់ដឹងបែបនេះតែគាត់នៅតែទទួលយកនាងគឺជាប្អូនស្រីរបស់គាត់ទៀតអត់ហើយបើគ្នាយើងមើលរឿងតាំងពីដើមមកក៏ដឹងហើយថាឈិនយ៉នគឺដឹងឬក៏មិនដឹងម៉ងក៏ចង់សារភាពរឿងហ្នឹងប្រាប់ទៅកាន់ឈិនយ៉នក៏បានគិតថាតើនាងគឺចង់សារភាពអំពីទំនាក់ទំនងរឿងបងប្អូនរបស់គេទាំងពីរហើយមែនបើមើលតាមទឹកមុខរបស់នាងទៅគេគឺដឹងបានទៅហើយប៉ុន្តែឈិនយ៉នក៏បានបិទមាត់របស់នាងប៉ុន្តែបងគឺដឹងថាអូនឯងគឺចង់និយាយអីបងតែងតែគិតអំពីវាហើយក៏តែងតែគិតថាអូនឯងគឺជាប្អូនស្រីពិតប្រាកដរបស់បងផងដែរបងចូលចិត្តវានោះទេនៅពេលដែលអូនឯងគឺនិយាយអំពីទំនាក់ទំនងរឿងពួកយើងដែលធ្វើឲ្យវាអាចមានអត្ថប្រយោជន៍និងប៉ះពាល់មកកាន់ទំនាក់ទំនងរវាងបងប្អូនរបស់គេទាំងពីរចឹងហើយនាងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគាត់គឺបានដឹងហើយមែនដឹងអស់រយៈពេលយ៉ាងយូរហើយប៉ុន្តែនាងគឺបានដឹងថាគាត់គឺជាមនុស្សឆ្លាតមានអ្វីដែលគាត់គឺមិនអាចដឹងនោះទេហើយគាត់នៅតែចាត់ទុកខ្លួនគឺជាប្អូនស្រីពិតប្រាកដមើលថាខ្លួនកន្លងមកហើយនេះមិនមែនថាគាត់យកចិត្តខ្លួនដែរមែននាងគឺជាមនុស្ស special សម្រាប់គាត់ដូចគ្នាហើយចំណាប់អារម្មណ៍របស់នាងក៏បានកើនឡើងមួយបានសម្រេច complete ជោគជ័យតួឯកផលរបស់យើងក៏ទួលលុយបានហ្នឹងកាំងខ្លាំងមែនទែនមកដោយសារតែលុយពីប្អូនស្រីរបស់គេហ្នឹងគេមិនចង់បាននោះទេខឹងទៅកាន់ system ខ្លាំងមែនទែនអត់យល់ពីអាណាស្នេហាអាណាបងប្អូននៅពេលប្រកបសោះហើយនាងក៏បានមកថោទៅកាន់ឈិនយ៉នរត់ចេញពីទីកន្លែងហ្នឹងផងដែរធ្វើឈិនយ៉នកាំងថែមបាទសេរបស់យើងក៏កាន់មកកាន់លីក្រុមវិញម្ដងខមមុននៃគ្រួសារលីអប៉ាលីសេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីដឹងថាឈិនយ៉នរបស់យើងបានចាត់ការទៅកាន់លីងសងនោះទេថែមទាំងឲ្យនាងគ្រប់គ្រងខ្លាយទៅជា CEO របស់ក្រុមហ៊ុន Fighten ទៀតផងហ្នឹងហើយវាគឺជារឿងដែលបានកើតឡើងមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Fighten ជាមួយនឹងថនទីគឺបានសហការគ្នាអប៉ានឹងវាមិននឹកស្មានថាវាគឺបានរំពឹងទុកទៅលើតួឯកផលរបស់យើងគឺទៀបនោះទេគាត់គឺជាបរិសដែលមានល្បិចខ្វល់ពូខ្លាំងមែនតើមិនដឹងថាឈិនយ៉នគឺជានៅប្រភេទម៉េចនោះទេលេងសងបានចំណាយលុយរបស់គាត់អស់ 30,000 លេនហើយគាត់នៅតែទុកចិត្តទៅកាន់នាងទៀតហើយបន្តមកក៏នឹងក៏បានសួរទៅកាន់លេខារបស់
គេហេតុអ្វីបានជាគេបានលឺអំពីព័ត៌មានដ៏សំខាន់នេះកាលពីពេលមុនហ្នឹងក៏ដោយសារតែលោកម្ចាស់មានការការពីម្សិលមិញខ្ញុំគិតថាគេថាស្អីនាងគឺអាចសម្រេចចិត្តនៅអ្វីដែលគេគឺបានដឹងមែនបើដឹងហើយលើក្រោយគឺចេះប្រាប់គេផងមិនគួរចេះសម្រេចចិត្តដោយខ្លួនឯងបែបហ្នឹងនោះទេហើយអាកូនហ្នឹងផឹងខ្លាំងមែនក៏បានដេញនាងចេញពីទីកន្លែងហ្នឹងផងដែរសង្ឃឹមថាមិនឲ្យមានកំហុសលើក្រោយនោះទេដោយសារបច្ចុប្បន្ននេះកំហុសរបស់គេគឺចាញ់ក្នុងការប្រកួតប្រជែងជាមួយនឹងកំហុសរបស់សនយីនទាំងស្រុងតែម្ដងក្នុងការធ្វើ project film ជាមួយនឹង television ហ្នឹងចំណែកលេខាថ្មីរបស់គេវិញខ្ញុំភ្លេចឈ្មោះបាត់ហើយនាងគឺបាននិយាយថា You Lin Song តែនេះគឺជាជីវិតដែលនាងធ្លាប់ប្រើពីមុនមែនដែរទេឡើយនេះខ្ញុំចាប់ផ្ដើមយល់ពីនាងហើយក៏យល់ថាហេតុអ្វីបានជានាងចង់ចេញពីទីកន្លែងនេះផងដែរសេរីរបស់យើងក៏បានកាន់អំពីដែលឈិនយន់បាននាំមកកាន់សកលវិទ្យាល័យមួយដើម្បីចុះឈ្មោះចូលរៀនហើយអាកូនហ្នឹងគឺប្រឌិតមើលជុំវិញនឹងតែម្ដងខាងលោកមានខុសតោះអីណាមួយទៀតឥឡូវគេបានប្លន់ខ្លួនដូចជាឪពុកចឹងបាទដោយសារតែចង់តាក់សៃឆានហើយក៏បានប្រាប់មូលហេតុដែលគេធ្វើបែបហ្នឹងគឺដោយសារតែនាងផងដែរដោយសារតែគេគឺមិនចង់ឲ្យនាងមានផលលំបាកនៅក្នុងសាលាអីច្រើនដូច្នេះហើយក៏ចាត់ចែងអញ្ចឹងតែម្ដងទៅហើយដោយសារតែឃើញនាងអត់ខ្លាំងបែបហ្នឹងក៏រត់ទិញទឹកឲ្យទៀតផងពួកគេឃើញអ្នកនងរៀងអោកូនរបស់អ្នកទាំងពីរហ្នឹងគឺល្អខ្លាំងមែនតើបាទឃើញការតែងខ្លួនយ៉ាងលយណាដល់ពេលហ្នឹងផងដែរក៏មាន helicopter មួយហើយ helicopter ហ្នឹងគឺជា helicopter របស់គ្រួសារឈិនអាកូនហ្នឹងចាំមកសង្ហេដែរហើយវាមានឈ្មោះថា Jin Oh Fang ហើយវាគឺជាលោកម្ចាស់តូចមួយនៅក្នុងចំណោមលោកម្ចាស់តូចទាំង4នៃទីក្រុងសៀងហៃនៅពេលដែលអាកូនហ្នឹងចាំមកមនុស្សយានគឺបានចាប់ចិត្តហើយក៏រោមជុំវិញតែម្ដងរហូតដល់អង្ក្រេតរបស់គេហ្នឹងហុញចាញ់ហើយគេមិនសូវចូលចិត្តមែននោះទេហើយអាកូនហ្នឹងកលែកមើលទឹកទីកន្លែងមួយគឺបានចាប់អារម្មណ៍តែម្ដងគឺចាប់អារម្មណ៍ទៅកាន់ម៉ងនឹងឯងនាងស្អាតខ្លាំងមែនដែរហើយចំពោះម៉ងវិញកំពុងតែរងចាំទៅកាន់ឈិនយ៉នអាកូននោះក៏បានមកដល់សុំទៅកាន់វីឆាតនាងតែម្ដងអត់ចង់ឲ្យហេកាន់តែសុំវីឆាតតែហើយនាងមកទីកន្លែងនេះដំបូងអត់ដឹងគេអាចណែនាំនាងបានដែរតែអត់នៅតែអត់បាច់ដែរទេចេញទីកន្លែងហ្នឹងអាកូនហ្នឹងខឹងខ្លាំងមែនដែរតែនាងមិនដឹងឬក៏នាងធ្វើជាមិនដឹងឬក៏ចង់លេងខ្លួនមួយគេវាគ្មានអីខុសពីហ្នឹងនោះទេដោយសារតែមនុស្សស្រីគេធ្លាប់ជួបមកសុទ្ធតែជាមនុស្សស្រីដែលល្មមនឹងប្រាក់តែប៉ុណ្ណោះហើយគ្មានមនុស្សស្រីណានៅក្នុងទីក្រុងសៀងហៃនេះដែលគេយកមិនបានឡើយអាកូនហ្នឹងក៏បានព្យាយាមមកកន្លះតបន្តដោយសារតែនាងចង់ឲ្យវាឆាតហើយដូច្នេះហើយមានកម្មវិធីជប់លៀងនៅយប់នេះតើនាងចង់ចូលរួមអត់វាក៏ជាឱកាសល្អដើម្បីឲ្យនាងអាចចូលរួមជាមួយនឹងសង្គមថ្នាក់ខ្ពស់ផងដែរអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងតែបន្តពីលឺអបឈីណូហ្វឹងជើញទៅកាន់ម៉ងហើយចំណែកម៉ងវិញអត់ចាប់អារម្មណ៍នោះទេសុំទោសផងប៉ុន្តែខ្ញុំក៏សូមណែនាំលោកផងដែរគួរចាក់ចេញពីខ្ញុំទៅយ៉ាត់បងប្អូនរបស់ខ្ញុំមកតន់លោកច្បាស់ជាមានបញ្ហាអាកូនហ្នឹងក៏បានកើតរាងកាយរបស់ឈិនយ៉នប្រហែលជាមិនមែនធំស្អីហ្នឹងបងប្អូនខ្ញុំមកដល់ហើយងល់ទៅមានការព្យាបាលកាំងបាទហូបហៀងតែប៉ុណ្ណឹងទេគ្មានអីចាឡើយប៉ុន្តែឈិនយ៉នមកដល់ដេញចាញ់តែម្ដងហើយអាកូនហ្នឹងកាំងអ្នកគ្រប់គ្នាក៏កាំងផងដែរអាកូនហ្នឹងក៏បាននិយាយទៅកាន់ឈិនយ៉នហើយមានដឹងថាកំពុងតែនិយាយស្អីហើយមានដឹងថាមនុស្សចុងក្រោយដែលបាននិយាយពាក្យហ្នឹងមកកាន់ហ្នឹងតែដឹងថាឥឡូវវាមកយាយអត់និយាយច្រើនទេមកដៃផ្លាច់បកក្រោយយកតែម្ដងធ្វើគ្រប់គ្នាកាន់តែកាំងអាកូនហ្នឹងខាងខ្លាំងមែនបានជាឲ្យកូនចៅរបស់វាចូលចាត់ការទៅប៉ុន្តែសូម្បីកូនចៅរបស់វាហ្នឹងស៊ីតែម្នាក់មិនដែរក៏តបរបស់ទួយផរបស់យើងផងដែរធ្វើឲ្យអូហ្វឹងកាំងខ្លាំងមែនដែរហើយទួយផរបស់យើងក៏មករៀមទៅកាន់អាកូនហ្នឹងចុងក្រោយអញពមៀនហើយតែហេតុឲ្យញ៉ែញ៉ាមួយពូនស្រីរបស់អញទៀតហើយច្បាស់ជាដឹងលទ្ធផលហើយចិនយ៉នក៏បានក៏អាកូនហ្នឹងចាញ់អាកូនហ្នឹងពិតជាមានអារម្មណ៍ថាភ័យខ្លាចជាមួយនឹង Kelenton របស់ទួយផរបស់យើងចំហាយសម្លាប់របស់គេហ្នឹងហើយគេហាក់ដូចជាចំណាំបានហើយតែម៉ងហ្នឹងគឺជាណែនាងគឺជាតារាល្បីនៅលើ platform live stream របស់ Wicked TVs ហើយនាងក៏ត្រូវបានគេឲ្យរហស្សនាមថា Dreamlet Tall Monster ផងដែរហើយគ្រប់គ្នាក៏ដឹងហើយថាដោយបានជានាងមិនចាប់អារម្មណ៍ជាមួយនឹងលោកឈិនដោយសារតែនាងគឺជាស្រីរបស់លោកយានកាំងបាទប៉ុន្តែនាងហ៊ានវាយមកកាន់គេដូច្នេះហើយចាំមើលគេធ្វើអីទៅកាន់នាងអាកូនហ្នឹងដកទូរស័ព្ទដឹងថាចង់ណាទេប៉ុន្តែក៏មានរយៈបានថាអាកូនហ្នឹងអាចពងធ្វើអីអាកូនហ្នឹងបកអំវិញកាំងខ្លាំងមែនដែរដោយសារតែនាងគឺជាបងស្រីរបស់អាប៉ាអូហ្វឹងនេះមានឈ្មោះថាឈិនអូសងនាងកំពុងតែសួរទៅកាន់អាកូនហ្នឹងតែកំពុងតែបង្ករឿងអីឲ្យគ្រួសារទេហើយតែភ្លេចពីរឿងរឹកមុនហើយហើយដល់ជាងបងឯងនៅទេហ្នឹងហេតុអ្វីបានជាខ្ញុំមិនមកបានថ្ងៃហ្នឹងគឺជាថ្ងៃបើកប្រវេសនការដំបូងប៉ុន្តែហើយគឺបំផ្លាញគ្រួសារដោយការជិះ helicopter មកកាន់សាលាបែបនេះហើយឡើយចង់មកបង្កបញ្ហាទីកន្លែងនេះទៀតបង្កបញ្ហាអីឥឡូវគេកំពុងតែថោកបានគេបូលីហើយអាណាធ្វើគ្រប់គ្នាក៏លើកាន់ឈិនយ៉នរបស់យើងលោកមែនជាអ្នកវាយពូនផលរបស់ខ្ញុំហ្នឹងហើយខ្ញុំមិនហើយ system ក៏បានភ្ជាប់ជាមួយនឹងនាងផងដែរនាងមានឈ្មោះថា Channel Song មានអាយុ23ឆ្នាំសម្រាប់ 9.6 ហើយបើដោយផលរបស់យើង complete បានទទួលបាន
បន្ទុ50ដើម្បីពង្រឹងសមត្ថភាពរបស់គេចំណាយបារម្ភបច្ចុប្បន្នរបស់នាងដក90បន្ទុបាទនាងក៏បាននិយាយទៅកាន់ឈិនយ៉នថាចាប់តាំងពីលោកទទួលស្គាល់ហើយចឹងនោះចឹងហើយខ្ញុំផ្ដល់ឱកាសលោកមួយដោយសារតែខ្ញុំចង់ឲ្យគេនិយាយថាខ្ញុំប៊ូលីមនុស្សនោះទេដូច្នេះហើយឱកាសស្អីធ្វើមិនដឹងអីសុំទោសខ្ញុំទៅខ្ញុំនឹងអត់ទៅឲ្យលោកបូករួមជាមួយនឹងមនុស្សស្រីនៅពីក្រោយលោកផងដែរបើមិនចឹងទេនោះបើមិនចឹងទេមិនឥឡូវខ្ញុំផ្ដល់ឱកាសនាងវិញពីអ្នកបងប្អូននេះហ្នឹងមកសុំទោសនឹងលើកគងចំពោះមុខខ្ញុំវិញហើយងាកខ្លួន90ដឺក្រេចាក់ចេញពីទីកន្លែងហ្នឹងខ្ញុំនឹងអត់អន់ទោសទៅកាន់នាងធ្វើនាងខឹងខ្លាំងមែនតើហើយក៏បានតែទៅកាន់ឈិនយ៉នប៉ុន្តែក៏ត្រូវបានគេចាប់ចប់រឹតតែខឹងទៅកាន់ឈិនយ៉នបន្ថែមទៀតដែលហ៊ានប៉ះមកកាន់ខ្លួនជើងហ្នឹងតតយកតែម្ដងបាទហើយល្បឿននឹងការវាយប្រហាររបស់នាងពិតជាលឿនមែនទែនដែលធ្វើឲ្យឈិនយ៉នមានការព្យាបាលប៉ុន្តែឈិនយ៉នក៏ប្រតិកម្មវិញមកដៃកដាលមុខផ្លាច់ជាដែលធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកអូសងវិញក៏កាំងផងដែរគាត់ពិតជាហ៊ានវាយខ្ញុំអ្នកផ្សេងទៀតខឹងខ្លាំងមែនទែនហ៊ានវាយតែបសរប្រចាំសាលារបស់ពួកគេផងក៏បានស្ទុយវាយប្រហារទៅកាន់ឈិនយ៉នជាដែលធ្វើឲ្យម៉ងភ័យខ្លាចមិនបាច់ខ្លាចទេបងនៅទីកន្លែងហ្នឹងហើយអាណាចូលអញសម្លាប់អាហ្នឹងពួកវាខ្វល់ទេទូវាយប្រហារទៅកាន់ឈិនយ៉នក៏បានប្រើម៉ាចអារបស់គេចាត់ការទៅកាន់អាកូនហ្នឹងធ្វើឲ្យគ្រប់គ្នាមានការកាំងជាខ្លាំងប៉ុន្តែនៅតែចូលរួមគ្នាដើម្បីចាត់ការកាន់ឈិនយ៉នហើយឈិនយ៉នក៏ចាត់ការទៅកាន់ពួកเขาហ្នឹងដេកដៃអស់មកកណ្ដោផងដែរធ្វើគ្រប់គ្នាកាំងខ្លាំងមែនតើឈិនយ៉នវ័យក្មេងប៉ុន្តែចេះម៉ាចអាឈិនយ៉នក៏ស៊ីមកដបងធ្វើគេរបួសដៃតិចតួចផងដែរល្បឿនវាពិតជាលឿនអូសងក៏បានបញ្ជាឲ្យអង្គររបស់នាងចាត់ការទៅកាន់ឈិនយ៉នទៅសម្រាប់វាក៏បានដែរហើយពួកវាក៏ជូនតាមស្នងពោឈិនយ៉នខឹងខ្លាំងមែនតើបន្តមកក៏បាន activate system របស់គេបង្កើនកម្លាំងសមត្ថភាពagility ភាពរហ័សរហួនហើយហ្នឹងគឺអាប់តិចយកតែម្ដងដើម្បីចាត់ការទៅកាន់ពួកវាបន្តពីឈិនយ៉នបានអាប់នៅសមត្ថភាពរបស់គេហើយកម្លាំងរបស់គេខ្លាំងមែនតើជាមួយនឹងការមើលឃើញរបស់គេមើលទៅកាន់ពួកវាពិតជាយឺតបន្តមកឈិនយ៉នក៏បានស្ទុយចាត់ការពួកប្អូននឹងយកតែម្ដងមកប្រមាណងាប់ប៉ុណ្ណឹងមិនងាប់ទេគ្រាន់តែស្លាប់ធម្មតាតែប៉ុណ្ណោះជាតែធ្វើក្រុមហ៊ុនកាំងខ្លាំងមែនតើហើយក៏ជាយាមថតនៅសកម្មភាពមួយនឹងផងដែរសូម្បីតែអូសងក៏កាំងដោយសារតែនេះគឺជាធម្មសិនរីអន្តរជាតិដែលគ្រូសាស្ត្ររបស់នាងជួលមកខ្លាចខ្លាំងមែនតើហើយបន្តមកឈិនយ៉នរបស់យើងក៏បានស្ទុយទៅរកនាងដើរទៅធម្មតាជាតែធ្វើឲ្យនាងកាំងខ្លាំងមែនតើថាលោកចង់ធ្វើអីមិនចង់ធ្វើអីនោះទេឲ្យនាងសុំទោសគេនិងបងស្រីរបស់គេកុំសម័យអសោះនាងមិនត្រឹមតែមិនសុំទោសទៅកាន់អ្នកទាំងពីរនោះទេនៅពេលដែលពលិមកដល់ចាប់ពួកគេចូលតុហើយនៅពេលអនាគតបងស្រីរបស់ឯហ្នឹងច្បាស់ណានាងច្បាស់ជាងាប់នៅក្នុងសាលាជាមិនខានធ្វើឈិនយ៉នរបស់យើងខឹងខ្លាំងមែនតើបន្តមកនាងក៏ស៊ីភ្លៀងរបស់ឈិនយ៉នចំណាប់អារម្មណ៍ក៏បានកើនឡើង20ធ្វើគេកាន់តែកាំងបាទមកភ្លៀងកើនចំណាប់អារម្មណ៍20ចឹងហើយតែមកភ្លៀងទៀតហ្មងទៅកើន20ទៀតអូសบายកប់តែម្ដងហើយបន្តមកក៏បានចាប់ផ្ទះកប៉ែគូតែម្ដងធ្វើនាងកាំងខ្លាំងមែនតើផ្ទះឡើងសบายដៃផ្ទះយកតែម្ដងឈិនយ៉នអញកាំងជ័យមែនកាំងកន្លែងហ្នឹងមានតែមើលហើយនេះនៅទីកន្លែងហ្នឹងកាំងនឹងអស់យកតែម្ដងទាំងបងប្អូនទាំងមិត្តភក្តិទាំងអ្នកនៅទីកន្លែងហ្នឹងគឺកាំងមកតែហឹងមនុស្សចាស់ចំណែកឯអូសងវិញនាងគឺរីករាយខ្លាំងមែនតែបន្តពីត្រូវគេវាយអញ្ចឹងជាពិសេសវាយចំពីក្រោយទៀតនាងគឺបានគិតថាតាំងពីតូចដល់ធំនាងគ្មានដើរត្រូវពីណាវាយនោះទេហើយពួកគេតែងតែចាត់ទុកនាងគឺជាម្នាក់ម្ចាស់ជាទេពកោសល្យរបស់ពួកគេប៉ុន្តែគាត់គឺខុសពីអ្នកដទៃគាត់ហ៊ានវាយនាងហើយនៅពេលដែលគាត់វាយខ្លួនហ្នឹងវាហាក់ដូចជាធ្វើអារម្មណ៍របស់នាងហ្នឹងរំភើបរីករាយខ្លាំងមែនតើចំណែកឯអ្នកដទៃទៀតឃើញបែបហ្នឹងហើយពិតជាខឹងទៅកាន់ឈិនយ៉នដែលហ៊ានធ្វើបែបហ្នឹងចំពោះទេពកោសល្យរបស់ពួកគេហើយម៉ងវិញនាងកាន់តែចូលចិត្តទៅកាន់បងប្អូនរបស់នាងបន្ថែមទៀតចំណាប់អារម្មណ៍បានបូក1ដោយផលរបស់យើងទទួលបាន10បន្ទុកដើម្បីប្រឹងសមត្ថភាពធ្វើគេកាំងលើហើយបងស្រីលើហើយអានេះលើពីបងស្រីហើយបន្តមកឈិនយ៉នក៏បានទម្លាក់នាងចោលនាងឆ្ងល់ថាហេតុអ្វីបានជាគាត់មិនវាយទៀតចង់ឲ្យគេវាយទៀតហើយបន្តមកគាត់ក៏បានចាប់ដៃបងស្រីរបស់គាត់ដល់ចេញពីទីកន្លែងហ្នឹងវាយឲ្យរត់ចឹងហ្មងចំណែកអាកូននោះក៏បានមកសួរបងស្រីរបស់ខ្លួនមានការដៃអត់ហើយមើលតើអញការដៃអត់ហើយកំហុសក៏យ៉ាងគឺនាងដាក់បន្ទុកទៅកាន់បងប្អូនរបស់នាងទាំងអស់ដែលធ្វើឲ្យនាងរងនៅសកម្មភាពនិងតង្វើបែបនេះជាទៅធ្វើឲ្យកូននោះហ្វឹងហ្នឹងខឹងទៅកាន់ដោយផលរបស់យើងខឹងខ្លាំងមែនតើប៉ុន្តែវាខឹងមិនខឹងទៅបងស្រីរបស់វាចង់ជួបទៅកាន់ឈិនយ៉នម្ដងទៀតកាំងនៅក្នុងតុបតុកនៅក្រៅយើងក៏បានឃើញថាពួកគេកំពុងតែរងចាំចូលតុបតុកហើយនៅក្នុងតុបតុកនោះគឺជាតួឯកផលរបស់យើងជាមួយនឹងអាស្គីថ្មីដែលគេទទួលបានក្នុងការគ្រប់ដៃមុខដូចជាចំណេញបរិហានបែបរបស់គេហ្នឹងរីករាយខ្លាំងតែក្នុងការ make up ហើយប្រៀបដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងបន្តមកទូរស័ព្ទក៏បានលើកអបហាធានក៏បានខកប្រាប់គេថាយន្តហោះតួឯកផលរបស់យើងកក់លើកមុនហ្នឹងឥឡូវគឺបានមកដល់ហើយដោយសារតែគេមានមិត្តភក្តិម្នាក់គឺមានលក់យន្តហោះហ្នឹងហើយតួឯកផលរបស់យើងគួរតែនិយាយមួយគេផ្ទាល់ទៅចាំគេរៀបចំជូន
ដោយសារតែឈិនយ៉នគឺនៅសាកលវិទ្យាល័យជាងហើយចាប់ដូច្នេះហើយវាងាយស្រួលក្នុងការតាក់ទងគ្នាទៅចឹងហើយឈិនយ៉នក៏ចាំថាគេពិតជាបាននិយាយមែនដោយសារតែពេលនោះគេក៏នឹងវាស្វាំងហើយឈិនយ៉នក៏បានប្រាប់ថាអូខេមកអីទេរៀបចំទៅចឹងហើយឲ្យមិត្តភក្តិរបស់អូនឯងហ្នឹងមកយកបងមកនៅពេលដែលឈិនយ៉នចេញមកហៅហើយក៏បានប្រាប់ថាមកយកបងមកយកស្ងាត់ស្ងាត់បងចង់ល្បីល្បាញពេកទេហើយពួកកូនម៉ែណែដែលរងចាំហ្នឹងក៏កាំងដោយសារតែមើលទៅកាន់ឈិនយ៉នស្តៀងហ្នឹងហើយមានពីណាទៀតឈិនយ៉នហ្នឹងហើយបើឈិនយ៉នល្បីល្បាញខ្លាំងមែនតើឡើយនេះពួកកូនហ្នឹងក៏បានមកនិយាយព្យាយាមអស់កន្លែងមួយឈិនយ៉នទៀតសេងរបស់យើងក៏កលែកមកមើលខាងពីអ្នកបងប្អូននេះវិញកំពុងតែរាយការណ៍ទៅកាន់ខាប់ឋានមកឲ្យទៅចាប់ទៅកាន់មនុស្សម្នាក់នោះដែលបានវេមកកាន់ពួកគេបាយប្រហែលទេគេនឹងរៀបចំឲ្យជូនមកស្អាតតែម្ដងជំនួយការរបស់អាប៉ាអ៊ូហ្វាំងបាននិយាយថាគេបានឃើញមនុស្សម្នាក់បានរត់ចូលទៅកាន់បន្ទប់ទឹកប្រហែលជាអាកូនមួយហ្នឹងហើយឥឡូវទៅមើលទៅហើយពួកគេក៏ទៅមើលក៏កាំងខ្លាំងមែនទែនមានដូចជាច្រើនកំពុងតែចំរត់នៅទៅកន្លែងហ្នឹងពួកគេក៏រត់ទៅមើលឆ្ងល់ខ្លាំងមែនទែនមានអីកើតឡើងហើយអាកូននោះក៏បានមករាយការណ៍វិញថាលោកយានដែលជាមនុស្សល្បីល្បាញហើយក៏ជាមនុស្សដែលបានយកឈ្នះទៅកាន់អបកាមេរ៉ាគឺមកទីកន្លែងហ្នឹងព្រោះពីអ្នកបងប្អូនរបស់គេទាំងពីរក៏មានការភ្ញាក់ផ្អើលនឹងកាំងផងដែរខ្ញុំសូមបញ្ចប់វីដេអូតែធំនឹងសិនទៅវាគួរតែបាន20នាទីជាងហើយបន្ទាប់ពីកាត់រួចហ្នឹងហើយហើយក៏អធិស្ឋានខ្លាំងមែនតើអធិស្ឋានម្ដងទៀតបើនិយាយទៅគឺចង់មើលតនិងចង់ធ្វើតដែរប៉ុន្តែដោយសារយើងមាននឹងផ្សេងដើម្បីធ្វើទៀតចឹងហើយទុកសិនទៅហើយកុំភ្លេច join Telegram របស់ខ្ញុំដើម្បីទទួលបានព័ត៌មានអាប់ដេតនៃការផុសរឿងរបស់ខ្ញុំដូចជារឿងផ្សេងៗដែលខ្ញុំបាន share ចូល Telegram ផងដែរ